សួស្តីអ្នកគ្រូខ្ញុំជ័យរតនាមកពីក្រុមទី1ហើយថ្ងៃនេះខ្ញុំមក page អំពី project របស់យើងដែលមានឈ្មោះថា Cambo Trip ហើយនេះជា member របស់យើងដែលមានមកសងដែលជា UI designer ធារាដែលកាន់ខាង marketing advertisement វាដែលជា business analyst ហើយខ្ញុំជា QA ហើយ Rafael គឺជា developer គេថានិយាយថាកម្ពុជាក៏ជាដើរលេងជាកន្លែងដើរលេងបន្តសន្តិពីក្រៅពីប្រទេសថៃនិងប្រទេសវៀតណាមតែហើយដើម្បីគេនិយាយបែបនេះបើយើងក៏ទៅមើលស្ថិតិនៃភ្ញៀវទេសចរបរទេសនៅឆ្នាំ2023ដែលដើរលេងនៅតំបន់អាស៊ីអាគ្នេយ៍គឺមានចំនួន55លាននាក់ហើយ90%ជាងនៃ55លាននាក់នោះគឺបានទៅប្រទេសថៃនិងប្រទេសវៀតណាមហើយកម្ពុជាទទួលបានតែ12%ប៉ុណ្ណោះហើយយើងនិយាយពី problem analysis ដើម្បីស្វែងយល់ពីបញ្ហាតើហេតុអ្វីបានជាភ្ញៀវទេសចរបរទេសនោះគឺមិនសូវមកដើរលេងនៅប្រទេសកម្ពុជាបញ្ហាទី1នោះភ្ញៀវទេសចរបរទេសគេមិនសូវស្គាល់កន្លែងដើរលេងនៅប្រទេសកម្ពុជាគេស្គាល់តែកន្លែងដើរលេងល្បីៗដូចជាភ្នំពេញនិងសៀមរាបប៉ុណ្ណោះបញ្ហាទី2គឺ outdated information ព័ត៌មានដែលគេទទួលបានគឺវា outdated ឬគឺខុសហើយបញ្ហាទី3គឺព័ត៌មានដែលគេទទួលបានគឺមានភាពលំអៀងហើយវា limited ដោយសារគេអងផ្អែកទៅលើសភៅឬក៏ Facebook group ដើម្បីស្វែងរកព័ត៌មានទាំងនោះហើយដើម្បី validate problem analysis របស់យើងគឺយើងបានធ្វើ customer discovery ហើយយើងបានសួរសំណួរមួយចំនួនដូចជាតើក្រៅពីកន្លែងដើរលេងល្បីៗពួកគេបានដើរលេងកន្លែងណាខ្លះគេប្រាប់យើងថាគេមិនសូវស្គាល់កន្លែងដើរលេងផ្សេងទេក្រៅពីកន្លែងដើរលេងល្បីៗនោះហើយសំណួរទី2តើដើម្បីស្វែងរកកន្លែងដើរលេងឬកន្លែងស្នាក់នៅគេប្រើប្រាស់អ្វីគេប្រាប់យើងថាគេប្រើប្រាស់ Google Map ឬក៏គេមើលថាជនជាតិខ្មែរយើងហ្នឹងទៅកន្លែងណាខ្លះហើយសំណួរទី3គឺថាគេយល់ឃើញយ៉ាងម៉េចតែសម្រាប់ព័ត៌មានដែលគេទទួលបាននោះគេថាព័ត៌មានដែលគេទទួលបាននោះគឺវា outdated ហើយនៅពេលដែលគេចង់ដឹងពី event ឬក៏ festival អីគេមិនដឹងថាស្វែងរកនៅកន្លែងណាហើយដើម្បីដោះស្រាយបញ្ហានោះយើងមាន proposed solution មួយដែលជា mobile application ដែលមាន map មួយដែលវា focus ទៅលើកន្លែងដើរលេងកន្លែងស្នាក់នៅកន្លែងញ៉ាំអីហើយព័ត៌មានដែល app យើងគឺវាតែ updated ជានិច្ចហើយfeature ទី2គឺនោះគឺនៅពេលដែលគេចុចនៅកន្លែងដើរលេងនោះគឺនឹង show នៅ description ពីកន្លែងដើរលេងហើយមាន review ហើយនឹងមាន forum សម្រាប់ឲ្យ user discuss ផងដែរហើយ feature ទី3គឺមាន personalized trip planner ដែលយើងទទួលយកព័ត៌មានមួយចំនួនពីដូចជា budget ឬក៏ destination ពី user ដើម្បីgenerate recommendation ទៅឲ្យពួកគេហើយនេះជា prototype នៃ application របស់យើងនៅពេលដែលគេចុចទៅលើកន្លែងដើរលេងណាមួយវានឹង show description review ហើយនឹង forum សម្រាប់ឲ្យ user ពិភាក្សាគ្នាហើយនេះគឺជា tip generator ដែលយើងទទួលយកព័ត៌មានដូចជា destination budget duration យើងនឹង generate recommendation សម្រាប់ឲ្យ user ហើយក៏យើងមាន calendar event សម្រាប់ឲ្យ user ស្វែងយល់ដឹងពីបុណ្យទានដែលកើតឡើងនៅតាមខែនីមួយៗដើម្បីឲ្យពួកគេអាចចូលរួមបានផងដែរហើយនេះជា target customer របស់យើងtarget customer របស់យើងចែកចេញជា2គឺមាន traveler business traveler គឺយើង target ទៅtraveler ដែលមានអាយុ18ទៅ65ឆ្នាំហើយយើង focus ទៅលើភ្ញៀវទេសចរបរទេសហើយចំណែក business គឺយើង target ទៅគ្រប់ business ដូចជាអូតែកន្លែងញ៉ាំអីឬកន្លែងដើរលេងផ្សេងហើយនេះជា computer analysis របស់យើងសម្រាប់ computer analysis យើងបានសិក្សាទៅលើ3 competitor ដែលមានដូចជា TripAdvisor, Kim Google Map ហើយ computer នីមួយៗគេមានចំណុចល្អរៀងខ្លួនដូចជា TripAdvisor គេមាន up-to-date review ហើយនឹង recommend កន្លែងល្អតែគេមិនមាន feature សម្រាប់ប្រាប់ពី event ឬ festival ដែលកើតឡើងនៅប្រទេសកម្ពុជាយើងទេហើយ Kim គឺមានត្រឹមតែ recommendation ទៅដល់សម្រាប់ Google Map គឺមាន up-to-date review ហើយក៏ recommendation ហើយក៏គេបានបង្ហាញនៅកន្លែងបង្កើតថ្មីផងដែរហើយចំណែក Cambo Trip របស់យើងគឺយើងមានចំណុចល្អច្រើនដូចជាព័ត៌មាន up to date មានប្រាប់ពី event និង festival ដែលកើតឡើងនៅតាមខេត្តនីមួយៗ recommendation កន្លែងល្អហើយនឹងបង្ហាញនៅកន្លែងដែលតំបន់ថ្មីផងដែរហើយនេះជា value proposition របស់យើង value proposition របស់យើងទី1នោះគឺយើង generate recommendation មួយដែលpost ដែលវាស្របអ្វីទៅតាម user ដែលចង់បានបើយើងទទួលយកព័ត៌មានមួយចំនួនអូខេដូចជា budget ហើយនិង destination ហើយ value proposition ទី2របស់យើងគឺព័ត៌មានដែលក្នុង app របស់យើងគឺ up to date ហើយអាចជួយទុកចិត្តបានឲ្យយើងនឹងខិតខំក្នុងការ update ព័ត៌មានរបស់យើងហើយ value proposition ទី3នោះគឺ application របស់យើងគឺមានភាពងាយស្រួលសម្រាប់ឲ្យ user ប្រើប្រាស់ដោយគេគ្រាន់តែចុច tab ប្រហែល tab ប៉ុណ្ណោះគេនឹងអាចយកស្វែងរកអ្វីដែលគេចង់បានហើយនេះគឺជា source revenue របស់យើង source revenue របស់យើងគឺយើងចាក់ចេញជា2ទី1គឺ advertisement ហើយ ad មួយ
ហើយ ad របស់យើងគឺយើងចែកចេញជាពីរ format គឺមាន small ហើយនិង large ហើយកម្រិតនៃ revenue របស់ ad នោះគឺវាចែកទៅតាម format មួយៗផងដែរហើយនេះជា source of revenue ទី2របស់យើងគឺ affiliate marketing យើងទទួលបាន commission 1% នៅពេលដែល user បូក quota តាម ad របស់យើងហើយនេះជា scalability របស់យើងតែយើង short term យើងនឹងខំប្រឹង advertise ពី application របស់យើងដើម្បី raise brand awareness ហើយ grow user base របស់យើងហើយនឹង secure funding ហើយសម្រាប់ middle term យើងនឹង register application របស់យើងជា business ហើយនឹង get revenue from business partner ហើយសម្រាប់ long term យើងនឹងខំ increase ច្បាស់ខ្ញុំបានចប់ហើយ thank you for listening